วิธีធ្វើផ្អកត្រីប្រៃទុកសម្រាប់ហូបឬលក់ក៏បានដែរវិធីធ្វើអត់មានអីជាសំញ៉ាំអីទេងាយហើយរសជាតិមិនសូវប្រៃជាដំបូងគឺយើងមានកូនត្រីយើងយកទៅញិចលាងអាចឲ្យស្អាតយើងលាងឲ្យច្រើនទឹកចាលាងដូចខ្ញុំក្នុងវីដេអូនឹងអញ្ចឹងចាលាងច្រើនទឹកមែនតើធ្វើយ៉ាងណាឲ្យត្រីរបស់យើងនឹងគឺប្រកាសថាអស់អាច 100% បើសិនជាវានៅមានអាចត្រីធ្វើផ្អកទៅវារៀងល្វីងចាល្វីងអត់សូវឆ្ងាញ់ទេយើងលាងឲ្យស្អាតទឹកឲ្យសទឹកឲ្យថ្លាអញ្ចឹងមកចាលាងហើយលាងទៀតឲ្យប្រកាសថាត្រីរបស់យើងនឹងគឺស្អាត 100% ឥឡូវត្រីរបស់យើងចាប់ផ្ដើមលាងបានស្អាតបដាហើយចាហើយយើងក៏ស្រង់ដាក់កញ្ច្រែងនេះចាមើលទៅត្រីរបស់យើងសាច់ឡើងសអត់មានជាតិខ្មៅអីទៀតទេចាសម្រាប់ត្រីនេះវាទូចអញ្ចឹងយើងមិនបាច់ចាំកាត់ក្បាលទេចាបើត្រីធំត្រីចង្វាធំយើងកាត់ក្បាលណាចាបន្ទាប់មកយើងចាប់ផ្ដើមសម្រោះត្រីឲ្យស្ងួតទឹកហើយចាំយើងយកមកប្រឡាក់អំបិលវិធីប្រឡាក់នោះគឺអំបិលត្រី10គីឡូគឺយើងដាក់ជាមួយនឹងអំបិល7ខាំយើងធ្វើការច្បល់ជាមួយនឹងអំបិលនិងត្រីនឹងឲ្យសព្វគ្រឿងចូលគ្នាទៅចាឲ្យសព្វអំបិលហើយនឹងត្រីនឹងចូលគ្នាឲ្យសាច់យើងឡើងថ្លានេះសាច់ត្រីនឹងឡើងថ្លាដូចអញ្ចឹងមកចាំយើងផ្អាប់ទុករយៈពេល1យប់ចាដល់ពេលស្អែកឡើងយើងចាក់ទឹកនៅគៀននឹងចេញឲ្យស្អាតចាឲ្យអស់ជាតិទឹកនឹងយើងយកមកប្រឡាក់ជាមួយនឹងអង្ករលីងនេះស្អែកឡើងហើយចាស្អែកឡើងហើយឃើញថាសាច់ត្រីរបស់យើងឡើងរឹងយើងយកមកដាក់ជាមួយនឹងរំដេងហើយនឹងអង្ករលីងយើងដាក់ម្សៅល្មមសម្រាប់ចំណង់ចំណូលចិត្តរបស់យើងចាកុំដាក់ច្រើនពេកកាលណាដាក់ច្រើនពេកធ្វើឲ្យត្រីប្រៃរបស់យើងនឹងវាស្កាតអត់សូវឆ្ងាញ់ទេចាហើយឥឡូវយើងច្បល់ទៅយើងច្បល់ឲ្យសព្វគ្រឿងទាំង3មុខហ្នឹងចាមិនបាច់ដាក់ស្ករអីទេដាក់ថែមតគ្រឿងរំដេងហើយនឹងអង្ករលីងនឹងបានហើយចាកាលណាយើងដាក់ស្ករទុកបានយូរទេឥឡូវយើងចាប់ដើមញាត់ចូលកន្លមកចាយើងសកត់ឲ្យណែនហើយកន្លែងនេះកុំដាក់ត្រីយើងកុំដាក់ដល់មកកលើពេកកាលណាវាផោមកវាចេញទឹកអត់ល្អទេចាហើយយើងរក្សាទុករយៈពេល7ថ្ងៃទៅ10ថ្ងៃចាតាមអាកាសធាតុ